ជំរាបសួរពួកយើងគឺជាបេក្ខជនមកពីក្រុមទី1ដែលមានសមាជិក3នាក់ខ្ញុំឈ្មោះអ៊ូសម៉ាលីនខ្ញុំឈ្មោះហួរសុជាតានិងខ្ញុំឈ្មោះលីស៊ូលីដែលជាបេក្ខជននឹងចូលរួមក្នុងកម្មវិធី Natural Product Contest ចំនួនទី5ក្នុងឆ្នាំ2026ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលទទួលបានឱកាសមួយនេះក្នុងការស្រាវជ្រាវនិងផលិតផលចេញពីរុក្ខជាតិធម្មជាតិចំពោះ Natural Product របស់ពួកយើងមានឈ្មោះថា Lumi Herb ដែលជាប្រភេទ gel cream ចម្រាញ់ចេញពីស្លឹកក្រសាំងទាបក្រសាំងទាបគឺជារុក្ខជាតិមួយប្រភេទដែលដុះនៅតំបន់ដីសើមជាពិសេសសម្បូរនៅរដូវវស្សាតាមរយៈការធ្វើការស្រាវជ្រាវកន្លងមកយើងទទួលបានព័ត៌មានថាក្រសាំងទាបមានសម្បូរសារធាតុសំខាន់ជាច្រើនដូចជា flavonoid, terpenoid, polonic compound, phenolbaranoid compound ហើយសារធាតុទាំងអស់នេះមានជីវៈសកម្មប្រឆាំងការរលាកសាច់ដុំសន្លាក់ហើមអុកស៊ីតកម្មនិងកាត់បន្ថយការឈឺចាប់ហើយសារធាតុទាំងអស់នេះដែរគឺមាននៅក្នុង Lumi Herb Gel Cream របស់យើង Lumi Herb Gel Cream ជាគ្រីមប្រឆាំងការរលាកសន្លាក់សាច់ដុំហើមនិងបន្ថយការឈឺចាប់យ៉ាងមានសុវត្ថិភាពយ៉ាងណាមិញតាមរយៈគម្រោងមួយនេះផងដែរបានផ្ដល់ឱកាសឲ្យពួកយើងជួបជាមួយនឹងនិស្សិតដទៃដើម្បីរៀនចែករំលែកចំណេះដឹងរៀនដោះស្រាយបញ្ហារៀនបង្កើតទំនាក់ទំនងថ្មីនិងជាពិសេសនោះគឺរៀនជឿជាក់ទៅលើគំនិតរបស់ខ្លួនមិនត្រឹមតែប៉ុណ្ណោះពួកយើងមិនត្រឹមតែបានរៀនអំពីលក្ខណៈវិទ្យាសាស្ត្ររបស់រុក្ខជាតិប៉ុណ្ណោះទេយើងថែមទាំងបានរៀនអំពីការអភិវឌ្ឍទៅលើផលិតផលការរៀបចំផែនការអាជីវកម្មនិងការបង្កើតទីផ្សារដែលមានសក្តានុពលសម្រាប់សហគមន៍របស់យើងជាចុងក្រោយពួកយើងសូមធ្វើការថ្លែងអំណរគុណទៅកាន់សាកលវិទ្យាល័យពុទ្ធសាសន៍ហើយនិងសហគ្រិនខ្មែរដែលបានចូលរួមគាំទ្រនិងផ្ដល់ចំណេះដឹងល្អៗមកដល់ក្រុមពួកយើងនៅក្នុងការស្រាវជ្រាវដ៏ធំមួយនេះពួកយើងក៏សូមធ្វើការអរគុណទៅកាន់លោកគ្រូអ្នកគ្រូហើយនិងបងទាំងអស់ដែលបានជួយជំរុញយ៉ាងស្វិតស្វាញដើម្បីឲ្យគម្រោងមួយនេះកាន់តែសម្រេចបានយ៉ាងជោគជ័យបើសិនមកអ្នកនរគ្នាមានចម្ងល់ឬក៏ចង់ដឹងព័ត៌មានអីបន្ថែមអ្នកនរគ្នាអាចចូលរួមជាមួយនឹងពួកយើងនៅក្នុងការប្រកួតនៅកម្មវិធីផលិតផលធម្មជាតិឆ្នាំ2026ដែលមានទីតាំងនៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចនៅថ្ងៃទី26ខែសីហាឆ្នាំ2026នេះសូមអរគុណ